រៀនថ្មីមួយមេរៀនទី7 talking about food talking about food មុននឹងយើងឈានដល់ការសន្ទនាយើងមកមើលពាក្យថ្មីៗទាំងអស់គ្នា vocabulary យើងមើលពាក្យទី1 junk food បកប្រែថាអាហារស្រាប់ឧទាហរណ៍ chips and soda are considered junk food chips and soda are considered junk food បកប្រែថាដំឡូងជៀនហើយនឹងទឹកសូដាគឺត្រូវបានចាត់ទុកជាអាហារស្រាប់យើងមើល consider បកប្រែថាដែលបានចាត់ទុកជាអូខេយើងមើលពាក្យបន្ទាប់ nourishing meal បកប្រែថាអាហារបំប៉នឬក៏យើងអាចបកប្រែម្យ៉ាងទៀតថាអាហារដែលមានសារធាតុចិញ្ចឹមអូខេឥឡូវយើងក៏លេខមកមើលឧទាហរណ៍ទាំងអស់គ្នា a salad with vegetables and grilled chicken is a nourishing meal បន្តទៀត a salad with vegetables and grilled chicken is a nourishing meal សាឡាត់ជាមួយនឹងបន្លែហើយនឹងសាច់មាន់អាំងគឺជាអាហារដែលមានសារធាតុចិញ្ចឹមអូខេយើងមើលពាក្យបន្ទាប់ homemade meal បកប្រែថាអាហារដែលធ្វើនៅផ្ទះដូចថាអាហារដែលយើងចម្អិននៅផ្ទះគេហៅថា homemade meal អូខេឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នា I prefer a homemade meal because it tastes better and is healthier I prefer a homemade meal because it tastes better and is healthier បកប្រែថាខ្ញុំចូលចិត្តអាហារដែលចម្អិននៅផ្ទះជាងពីព្រោះតែវាមានរសជាតិល្អប្រសើរហើយនឹងមានសុខភាពល្អជាងអូខេយើងមើល prefer បកប្រែថាចូលចិត្តជាង homemade meal បកប្រែថាអាហារដែលធ្វើនៅផ្ទះ taste បកប្រែថារសជាតិដល់ពេល healthier បកប្រែថាដែលមានសុខភាពល្អ healthier អូខេឥឡូវយើងមើលពាក្យបន្តទៀត fresh produce បកប្រែថាផ្លែឈើនិងបន្លែស្រស់ផ្លែឈើនិងបន្លែស្រស់ភាសាអង់គ្លេសនៅក្នុងការសន្ទនានេះយើងអានថា fresh produce អូខេយើងមើលឧទាហរណ៍ the market sell fresh produce every morning the market sells fresh produce every morning បកប្រែថាផ្សារគឺលក់ផ្លែឈើនិងបន្លែស្រស់ជារៀងរាល់ព្រឹកមានថាពេលជារៀងរាល់ព្រឹកយើងអាចទៅទិញផ្លែឈើនិងបន្លែស្រស់នៅផ្សារបានអូខេយើងមើលពាក្យបន្តទៀត organic food បកប្រែថាអាហារសរីរាង្គឧទាហរណ៍ many people choose organic food to eat បកប្រែថាមនុស្សជាច្រើនគឺជ្រើសរើសអាហារសរីរាង្គដើម្បីញ៉ាំមានថាវាមានសារធាតុចិញ្ចឹមល្អសម្រាប់រាងកាយអូខេអញ្ចឹងយើងមើលពាក្យ choose បកប្រែថាជ្រើសរើសអូខេយើងមើលពាក្យបន្តទៀត ready meal បកប្រែថាអាហារដែលចម្អិនរួចរាល់ហើយដែលត្រូវកម្ដៅមុនពេលទទួលទានមានថាអាហារគឺចម្អិនហើយពេលដែលមុនពេលយើងញ៉ាំយើងត្រូវកម្ដៅវាសិនឲ្យក្ដៅមិនញ៉ាំបានគឺវាល្អអូខេអញ្ចឹងយើងមើលឧទាហរណ៍ ready meals are convenient when you don't have time to cook ready meals are convenient when you don't have time to cook បកប្រែថាអាហារដែលចម្អិនស្រាប់គឺវាមានភាពងាយស្រួលពេលដែលយើងមិនមានពេលវេលាដើម្បីចម្អិនវាយើងមើលពាក្យ convenient បកប្រែថាងាយស្រួលឬសំណុកសុខស្រួលគឺយើងប្រើពាក្យ convenient អញ្ចឹងម្ដងទៀតយើងបកប្រែថាអាហារដែលចម្អិនរួចរាល់គឺវាងាយស្រួលពេលដែលយើងមិនមានពេលវេលាដើម្បីចម្អិនអូខេឥឡូវយើងមើលពាក្យបន្តទៀត processed food បកប្រែថាអាហារកែច្នៃឧទាហរណ៍ processed food usually contains preservatives to last longer ដល់ទៀត processed food usually contains preservatives to last longer បកប្រែថាអាហារកែច្នៃជាធម្មតាមានសារធាតុរក្សាទុកដើម្បីទុកបានយូរយើងមើលពាក្យ contain បកប្រែមានដល់ពេល usually បកប្រែថាជាធម្មតាពាក្យ preservatives បកប្រែថាសារធាតុទុកមានថាសារធាតុទុកនៅក្នុងអាហារ to last longer មានថាទុកបានយូរជាងអញ្ចឹងខ្ញុំបកប្រែដល់អ្នកគ្នាអាហារកែច្នៃជាធម្មតាមានសារធាតុទុកដែល
tục dù bàn chiềng. Ok, nhưng mà tao tiết additives bỏ phải thá xa thiết bằng thám tục không ngại hà. Ô tí hó many snacks have additives to enhance flavor. Đầu tiết many snacks have additives to enhance flavor. Bỏ phải thá sầm rón phía trán miến xa thiết bằng tham nó không ngại há đập bấy bằng cao rô chiết. Enhance bỏ phải thá bằng cao đập bê flavor bỏ phải thá rô chiết. Nhưng mà bị tỏ tiết perishable bỏ phải thá đã chắp khôi từ thà đã chắp rồi lúi nó hào perishable. Ở tí hó milk and fresh produce are perishable and should be kept in the fridge. Milk and fresh produce are perishable and should be kept in the fridge. Bỏ phải thá từ đó cốឬក៏បន្លែផ្លែឈើស្រស់ស្រង់គឺជាអាហារដែលឆាប់ខូចហើយវាគួរតែត្រូវបានរក្សាទុកនៅក្នុងទូទឹកកកយើងមើល should បកប្រែថាគួរតែដល់ពេល kept បកប្រែថាថែរក្សាបានថែរក្សាដល់ពេលពាក្យ fridge បកប្រែទូទឹកកកអញ្ចឹងមានន័យថាទឹកដោះគោហើយនឹងបន្លែផ្លែឈើស្រស់គឺជាអាហារដែលឆាប់ខូចហើយគួរតែរក្សាវានៅក្នុងទូទឹកកកអូខេឥឡូវយើងមើលពាក្យបន្តទៀត quick snack បកប្រែថាអាហារសម្រន់រហ័សដូចថាយើងញ៉ាំបន្តិចទៅមុននឹងយើងញ៉ាំអីផ្សេងទៀតអញ្ចឹងណាអូខេយើងមើលឧទាហរណ៍ទាំងអស់គ្នា An apple is a healthy quick snack. An apple is a healthy quick snack. បកប្រែថាផ្លែប៉ោមមួយផ្លែគឺជាអាហារសម្រន់រហ័សដែលមានសុខភាពល្អមានថាពេលយើងញ៉ាំផ្លែប៉ោមនោះគឺវាធ្វើឲ្យជួយឲ្យយើងសុខភាពល្អអូខេឥឡូវយើងមើលពាក្យបន្តទៀត slap up meal បកប្រែថាអាហារសំខាន់និងរីករាយដូចថាអាហារវាសំខាន់ហើយរីករាយយើងជាភាសាអង់គ្លេសយើងនិយាយថា slap up meal ឧទាហរណ៍ we had a slap up meal to celebrate her birthday បន្តទៀតWe had a slap up meal to celebrate her birthday បកប្រែថាយើងបានញ៉ាំអាហារសំខាន់និងរីករាយមួយដើម្បីប្រារព្ធពិធីខួបកំណើតរបស់នាងnhưng mà ពាក្យ celebrate បកប្រែប្រារព្ធដល់ពេល birthday បកប្រែថាខួបកំណើតអូខេយើងមើលពាក្យតទៀត gourmet បកប្រែថាអាហារដែលមានគុណភាពខ្ពស់និងតម្លៃថ្លៃឧទាហរណ៍ We went to a gourmet restaurant for our anniversary. ដល់ទៀត We went to a gourmet restaurant for our anniversary. បកប្រែថាពួកយើងបានទៅញ៉ាំអាហារនៅឯភោជនីយដ្ឋានបកប្រែថាពួកយើងបានទៅភោជនីយដ្ឋានដែលមានអាហារប្រកបទៅដោយគុណភាពនិងតម្លៃថ្លៃសម្រាប់ខួបអាពាហ៍ពិពាហ៍របស់ពួកយើង anniversary បកប្រែខួបអាពាហ៍ពិពាហ៍អូខេយើងមើលពាក្យចុងក្រោយ spoil appetite spoil appetite បកប្រែថាបំផ្លាញចំណង់អាហារដូចថាយើងញ៉ាំអីមុនពេលញ៉ាំអាហារគេហៅថា spoil appetite អូខេយើងមើលឧទាហរណ៍ Don't eat too many sweets before dinner or you'll spoil your appetite. Don't eat too many sweets before dinner or you'll spoil your appetite. បកប្រែថាកុំញ៉ាំរបស់ផ្អែមច្រើនពេកមុនញ៉ាំអាហារពេលល្ងាចឬក៏អ្នកនឹងបំផ្លាញចំណង់អាហាររបស់អ្នកមានថាបើយើងញ៉ាំសារធាតុផ្អែមច្រើន sweet មកប្រែថាសារធាតុផ្អែមដូចជាស្ករគ្រាប់ឬអីហ្នឹងហៅ sweet ពេលដែលយើងញ៉ាំច្រើនគឺធ្វើឲ្យការញ៉ាំអាហារពេលល្ងាចរបស់យើងគឺអត់ល្អប្រសើរទេអូខេតែនេះគឺជាពាក្យថ្មីនៃមេរៀនទី7 talking about food សង្ឃឹមថាអ្នកទាំងគ្នាងាយយល់ជួបគ្នានៅវីដេអូក្រោយយើងនឹងសិក្សាអំពីការសន្ទនាអូខេឥឡូវយើងមកមើលការសន្ទនាវិញម្ដងគឺ unit 7 talking about food ការជជែកអំពីអាហារ
ការសន្ទនាគឺការសន្ទនារវាង Sarah ហើយនិង John ដំបូងគឺយើងអានទាំងអស់គ្នាបន្ទាប់មកយើងនឹងបកប្រែអូខេឥឡូវយើងចាប់ផ្ដើមអានទាំងអស់គ្នា Sarah Hi John what did you have for lunch today Hi John what did you have for lunch today John Hi Sarah I had a quick snack just some chips and soda not very healthy I know Hi Sarah I had a quick snack just some chips and soda not very healthy I know Sarah sometimes we all eat junk food but it's important to eat nourishing meal too sometimes we all eat junk food but it's important to eat nourishing meal too John you're right I should eat better what did you have You're right I should eat better what did you have Sarah I had a homemade meal my mom made a delicious salad with fresh produce and organic food I had a homemade meal my mom made a delicious salad with fresh produce and organic food John that sounds great homemade meals are always better That sounds great homemade meals are always better អូខេបន្ទាប់ពីយើងអានហើយឥឡូវយើងបកប្រែដល់អ្នកគ្នា Sarah គាត់បាននិយាយទៅកាន់ John ថា Hi John what did you have for lunch today សួស្តី John តើអ្នកបានអ្វីញ៉ាំសម្រាប់អាហារថ្ងៃត្រង់នៅថ្ងៃនេះយើងមើលពាក្យ lunch បកប្រែថាអាហារថ្ងៃត្រង់ John គាត់បាននិយាយទៅកាន់ Sarah វិញថា Hi Sarah I had a quick snack just some chips and soda not very healthy I know សួស្តី Sarah ខ្ញុំបានញ៉ាំអាហារសម្រន់លឿនមួយ quick មកប្រែថាលឿនដល់ពេល snack បកប្រែថាអាហារសម្រន់ just some chips and soda គ្រាន់តែញ៉ាំដំឡូងចៀនមួយចំនួនហើយនឹងទឹកសូដាមានថាគាត់ញ៉ាំដំឡូងចៀនហើយផឹកទឹកសូដា Not very healthy I know ខ្ញុំដឹងថាវាមិនមានផាសុកភាពល្អនោះទេមើលពាក្យ healthy បកប្រែថាដែលមានផាសុកភាពដល់ពេល not very healthy បកប្រែថាដែលមិនមានផាសុកភាពអូខេអញ្ចឹង Sarah គាត់និយាយទៅកាន់ John វិញថា Sometimes we all eat junk food but it's important to eat nourishing meal too ជួនកាលយើងទាំងអស់គ្នាញ៉ាំអាហារស្រាប់ junk food បកប្រែអាហារស្រាប់ដូចថាយើងទិញស្រាប់អាហារដែលដូចថាវាខ្ចប់ស្រាប់But it's important to eat nourishing meal too ប៉ុន្តែវាគឺមានសារៈសំខាន់ដើម្បីញ៉ាំអាហារដែលមានសារជាតិចិញ្ចឹមផងដែរពាក្យថា nourishing meal បកប្រែថាអាហារដែលមានសារធាតុចិញ្ចឹមដែលជួយដល់រូបរាងកាយរបស់យើងពាក្យ sometimes បកប្រែថាជួនកាលដល់ពេលពាក្យ junk food បកប្រែថាអាហារស្រាប់អូខេអញ្ចឹង John គាត់បាននិយាយទៅកាន់ Sarah វិញថា You're right អ្នកនិយាយត្រូវហើយ I should eat better ខ្ញុំគួរតែញ៉ាំល្អប្រសើរជាងនេះខ្ញុំមើលពាក្យ should បកប្រែថាគួរតែដល់ពេល better ប្រសើរជាងខ្ញុំគួរតែញ៉ាំប្រសើរជាងនេះ What did you have តើអ្នកមានអ្វីដែរមានថាតើអ្នកមានម្ហូបអ្វីដែរអញ្ចឹងក៏សួរទៅ Sarah វិញ Sarah ឆ្លើយវិញថា I had a homemade meal ខ្ញុំមានអាហារដែលធ្វើនៅផ្ទះ homemade meal មានថាអាហារដែលធ្វើនៅផ្ទះធ្វើដោយដៃឪពុកម្ដាយឬក៏ធ្វើដោយខ្លួនឯងយើងហៅថា homemade meal My mom made a delicious salad with fresh produce and organic food ម្ដាយរបស់ខ្ញុំបានធ្វើសាឡាត់ជាមួយនឹងបន្លែផ្លែឈើស្រស់ហើយនឹងអាហារដែលមានសារធាតុសរីរាង្គចេញមើលពាក្យ organic food បកប្រែថាអាហារសរីរាង្គពាក្យ fresh produce បកប្រែថាបន្លែផ្លែឈើស្រស់នឹងហៅថា fresh produce អូខេអញ្ចឹងមើល John និយាយទៅកាន់ Sarah វិញថា That sounds great នោះគឺស្ដាប់ទៅអស្ចារ្យមែន That sounds great បកប្រែថានោះគឺស្ដាប់ទៅអស្ចារ្យមែន Homemade meals are always better Homemade meals are always better មានថាអាហារដែលធ្វើនៅផ្ទះតែងតែល្អប្រសើរជាងមានន័យថាបើសិនណាយើងប្រៀបធៀបរវាងអាហារដែលធ្វើនៅផ្ទះនិងអាហារដែលយើងទិញស្រាប់យកមកញ៉ាំគឺអាហារនៅផ្ទះប្រកាសជាវាប្រសើរជាងអូខេឥឡូវយើងបន្តការសន្ទនាទៀត Sarah Yes they are
Fresh produce like vegetable and fruits are so good for us. They are perishable, so we need to eat them quickly. Yes, they are. Fresh produce like vegetables and fruits are so good for us. They are perishable, so we need to eat them quickly. John, I agree. I usually eat a lot of ready meals because they are easy, but they have many additives and are full of processed food. I agree. I usually eat a lot of ready meals because they are easy, but they have many additives and are full of processed food. Sarah, yes, those additives are not good for our health. We should eat more natural food. Yes, those additives are not good for our health. We should eat more natural food. John, I know. Sometimes I spoil my appetite by eating too many snacks before dinner. I know. Sometimes I spoil my appetite by eating too many snacks before dinner. Ok, ឥឡូវយើងចាប់ផ្ដើមបកប្រែទាំងអស់គ្នា Sarah គាត់បាននិយាយទៅកាន់ John វិញថា Yes, they are. Fresh produce like vegetable and fruits are so good for us. មានថាចាស់ពិតមែនហើយសំដៅទៅលើអាហារដែលនិយាយនៅក្នុងការសន្ទនាមុនហ្នឹងបន្លែឬក៏ផ្លែឈើស្រស់ដូចជាបន្លែហើយនឹងផ្លែឈើគឺវាល្អសម្រាប់យើងអូខេយើងមើលពាក្យ fresh produce បកប្រែថាបន្លែឬក៏ផ្លែឈើស្រស់ដល់ពេលយើងពាក្យ vegetables បកប្រែថាបន្លែដល់ពេល fruits បកប្រែថាផ្លែឈើ They are perishable, so we need to eat them quickly ថាពួកគេមានថាពួកគេសំដៅទៅលើបន្លែហើយនិងផ្លែឈើហ្នឹងគឺវាងាយខូច perishable ដែលងាយបាត់បង់អញ្ចឹងពួកគេគឺងាយខូចយើងบอกថាពួកវាគឺងាយខូចដូច្នេះយើងត្រូវតែញ៉ាំវាឲ្យលឿនមានថាបន្លែផ្លែឈើបើយើងទុកយូរក៏អត់ល្អដែរវាស្រស់មែនតែយើងត្រូវញ៉ាំវាឲ្យលឿន John, I agree. I usually eat a lot of ready meals because they are easy. John គាត់បាននិយាយទៅកាន់សារ៉ាវិញថាខ្ញុំយល់ស្រប agree បើប្រហែលយល់ព្រមឬក៏យល់ស្របខ្ញុំយល់ស្របខ្ញុំជាធម្មតាគឺញ៉ាំអាហារដែលធ្វើរួចរាល់ស្រេចមានថា ready meal វាខុសពី homemade meal ready meal មានថាអាហារដែលគេធ្វើឲ្យដាក់លក់សាប់អាហ្នឹងគេហៅថា ready meal ពីព្រោះតែវាងាយស្រួល easy បើប្រហែលងាយស្រួល but they have many additives and are full of processed food ប៉ុន្តែពួកវាគឺមានសារធាតុបន្ថែមជាច្រើន additives មានថាអាហារដែលមានសារធាតុបន្ថែមដូចថាដាក់អីបន្ថែមទៀតអញ្ចឹងណា and are full of processed food ហើយគឺពោពេញទៅដោយអាហារកែច្នៃមានថាអាហារដែលធ្វើស្រាប់គេធ្វើស្រាប់ដាក់លក់វេចខ្ចប់ហ្នឹងគឺវាមានសារធាតុបន្ថែមហើយនឹងមានការកែច្នៃច្រើន processed food បើប្រែថាអាហារកែច្នៃអូខេសារ៉ាគាត់បាននិយាយទៅកាន់ចនវិញថា Yes, those additives are not good for our health ចាអាហារដែលសារធាតុបន្ថែម additive បើប្រែសារធាតុបន្ថែមទាំងនោះគឺមិនល្អសម្រាប់សុខភាពយើងនោះទេ Our health បើប្រែថាសុខភាពរបស់យើង health បើប្រែសុខភាព We should eat more natural food យើងគួរតែញ៉ាំអាហារធម្មជាតិច្រើនជាងមានថា natural food បើប្រែថាអាហារធម្មជាតិមានថាអាហារដែលធ្វើពីធម្មជាតិវាគួរតែញ៉ាំមកច្រើនជាងអាហារដែលមានសារធាតុបន្ថែមដូចជាមានអាហារកែច្នៃជាដើមអូខេ John ក៏បានឆ្លើយទៅកាន់សារ៉ាវិញថា I know sometimes I spoil my appetite by eating too many snacks before dinner I know បើប្រហែលខ្ញុំដឹងហើយជួនកាលខ្ញុំបានបំផ្លាញចំណង់នៃអាហាររបស់ខ្ញុំដោយញ៉ាំ
អាហារសម្រន់ច្រើនពេកមុនអាហារពេលល្ងាចមានថាពាក្យថា spoil appetite មានថាបំផ្លាញចំណង់ញ៉ាំអាហារដល់ពេលពាក្យ snacks បកប្រែអាហារសម្រន់ខ្ញុំដឹងហើយជួនកាលខ្ញុំបានបំផ្លាញនៅចំណង់ញ៉ាំអាហាររបស់ខ្ញុំដោយញ៉ាំអាហារសម្រន់ច្រើនពេកមុនអាហារពេលល្ងាចពេលដែលគាត់ញ៉ាំអាហារសម្រន់ច្រើនធ្វើឲ្យគាត់ញ៉ាំអាហារពេលល្ងាចដែលអាហារដែលធ្វើដោយដៃឬក៏ home ដែលយើងហៅថា homemade meal ហ្នឹងគឺគាត់ញ៉ាំបានតិច too many បកប្រែច្រើនពេកអូខេឥឡូវយើងមើលការសន្ទនាបន្តទៀត Sarah me too but I try to wait and eat a square meal it keeps me full longer me too but I try to wait and eat a square meal it keeps me full longer John I like that idea maybe I should try it do you ever eat gourmet food I like that idea maybe I should try it do you ever eat gourmet food Sarah sometimes when I go to a nice restaurant gourmet food is tasty but can be expensive sometimes when I go to a nice restaurant gourmet food is tasty but can be expensive John true I need to work up an appetite before I eat a big meal maybe I'll go for a run before dinner true I need to work up an appetite before I eat a big meal maybe I'll go for a run before dinner Sarah good idea exercise is great then you can enjoy a slap up meal good idea exercise is great then you can enjoy a slap up meal អូខេបន្ទាប់ពីយើងអានហើយឥឡូវយើងបកប្រែដល់អ្នកគ្នាសារ៉ាគាត់បាននិយាយទៅកាន់ចនវិញថា me too ខ្ញុំក៏អញ្ចឹងដែរ but I try to wait and eat a square meal ប៉ុន្តែខ្ញុំព្យាយាមដើម្បីចាំហើយនឹងញ៉ាំអាហារដ៏សំខាន់មួយមានអាហារសំខាន់ហ្នឹងគឺ square meal អាហារដូចថាអាហារធំដុំពេលល្ងាចអីហ្នឹងឬក៏ពេលណាដែលយើងញ៉ាំអាហារដែលមានម្ហូបគ្រប់មុខអាហ្នឹងហៅ square meal ប៉ុន្តែខ្ញុំព្យាយាមចាំនឹងញ៉ាំអាហារដ៏ធំមួយវារក្សាឲ្យខ្ញុំនឹងឆ្អែតរយៈពេលយូរជាងមានថានិយាយមើលពីkeep មកប្រែរក្សាដល់ពេល full អត់បកប្រែតែពេញបកប្រែតែឆ្អែតពេលយើងញ៉ាំអីដូចថាយើងញ៉ាំអីហ្នឹងគេនិយាយថាខ្ញុំឆ្អែតហើយ I'm full អូខេអញ្ចឹងវាគឺរក្សាឲ្យខ្ញុំឲ្យឆ្អែតយូរជាងចនក៏បាននិយាយទៅកាន់សារ៉ាវិញថា I like that idea ខ្ញុំចូលចិត្តយោបល់នោះមានថាយោបល់ដែលសារ៉ានិយាយហ្នឹង maybe I should try it ប្រហែលជាខ្ញុំគួរតែសាកល្បងវា try បើប្រែព្យាយាមដល់ពេល should គួរតែ do you ever eat gourmet food តើអ្នកធ្លាប់ញ៉ាំអាហារដែលមានគុណភាពខ្ពស់ហើយនឹងតម្លៃថ្លៃដែរទេព្រោះពាក្យ gourmet food បើប្រែថាអាហារដែលមានគុណភាពខ្ពស់ហើយតម្លៃវាក៏ថ្លៃដែរសារ៉ាក៏ឆ្លើយទៅកាន់ចនវិញថា sometimes when I go to a nice restaurant ជួនកាលពេលដែលខ្ញុំទៅភោជនីយដ្ឋានដ៏ស្រស់ស្អាតមួយមាន nice មានថាដ៏ស្រស់ស្អាតមួយ gourmet food is tasty but can be expensive មានថាអាហារដែលមានគុណភាពខ្ពស់ហើយតម្លៃថ្លៃគឺវាមានរសជាតិឆ្ងាញ់ tasty មានថាមានរសជាតិឆ្ងាញ់ but can be expensive ប៉ុន្តែអាចថ្លៃបន្តិចមានថា expensive មកថាថ្លៃប៉ុន្តែអាចថ្លៃអូខេចនបាននិយាយទៅកាន់សារ៉ាថា true I need to work up an appetite before I eat a big meal ប៉ុន្តែហើយ true បើប៉ុន្តែខ្ញុំត្រូវតែធ្វើសកម្មភាពទៅលើការញ៉ាំអាហារ work up an appetite មកធ្វើសកម្មភាពទៅលើការញ៉ាំអាហារ before I eat a big meal មុនពេលដែលខ្ញុំញ៉ាំអាហារដ៏ធំមួយអាហារដ៏ធំមួយឬក៏យើងអាចហៅអាហារដ៏ធំមួយឬក៏យើងអាចហៅថាអាហារសំខាន់ maybe I'll go for a run before dinner maybe I'll go for a run before dinner ប្រហែលជាខ្ញុំនឹងទៅរត់មុនញ៉ាំអាហារពេលល្ងាចមានថាដើម្បីធ្វើសកម្មភាពទៅលើការញ៉ាំអាហារឲ្យប្រសើរជាងមុនគឺចនគឺគាត់ត្រូវតែទៅរត់មុននឹងញ៉ាំអាហារពេលល្ងាចពេលដែលគាត់រត់ហើយគឺធ្វើការញ៉ាំអាហារពេលល្ងាចរបស់គាត់ល្អប្រសើរ
ok chứ Sarah con ban vậy được can cho mình tha good idea bảo phải là cùng lo exercise is great lồng hát bán cứ ở cha kháng na then you can enjoy a slap up meal và to bốc nè ai đi chung môi nâng hạt đọt sòng khăn slap up meal bảo phải là ha đọt sòng khăn bia đôi chụp bịa là big meal này bên ha là dương ha thông đông là dương nhằm về là nghĩa nó nghe hao ta slap up meal ok lo dương mình to ca sau này to tiết John yes a slap up meal sounds perfect after a run thanks for the tips Sarah yes a slap up meal sounds perfect after a run thanks for the tips Sarah anytime John enjoy your dinner anytime John enjoy your dinner ok lâu dương mà mở ca bọ ra trong rồi được ní John con ban là gì được can Sarah quên tha yes a slap up meal sound perfect after a run bạn ha to sầm khánh cứ đạp tấu cứ ở cha á rồi pe đại dương rọt hơi mình ha after a run mình ha pe đại dương rọt hơi pe đại dương nhâm slap up meal nhâm mà ha to sầm khánh cứ việc ở cha khánh nè mình ha cái nông clean nó còn gì tha pe đại quạt rọt hơi cứ quạt nhâm tấu bàn chờ nữa thanks for the tips Sarah អរគុណសម្រាប់កន្លឹះមួយចំនួន Sarah មានថា tip មកផែកន្លឹះមានថាកន្លឹះដែល Sarah ផ្ដល់ឲ្យហ្នឹង Sarah ក៏បានឆ្លើយទៅកាន់ John វិញថា anytime John enjoy your dinner anytime មកបែបគ្រប់ពេលវេលាដល់ពេលអញ្ចឹង clear នេះគាត់និយាយថា anytime John គ្រប់ពេលវេលា John enjoy your dinner រីករាយជាមួយនឹងអាហារពេលល្ងាចរបស់អ្នក dinner មកប្រែអាហារពេលល្ងាចដល់ពេល enjoy រីករាយដល់ពេល enjoy your dinner រីករាយអាហារពេលល្ងាចរបស់អ្នកអូខេទាំងនេះគឺជាការសន្ទនានៃមេរៀនទី7 talking about food សង្ឃឹមថាអ្នកនរគ្នាបានរៀនសូត្រនូវពាក្យថ្មី